សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះ admin សូមនាំប្រិយមិត្តទាំងអស់គ្នាទៅស្វែងយល់កម្មវិធីមួយដែលមានឈ្មោះថា Cool App វាជាកម្មវិធីទំនាក់ទំនងបណ្ដាញសង្គមដែលអាចប្រើប្រាស់បានមុខងារជាច្រើនមកដូចជាផ្ញើសារអក្សរផ្ញើសារសំឡេងសារវីដេអូនិងឯកសារផ្សេងៗមកមានទាំង file standard និង file ដើម original មានទាំង sticker ស្អាតៗក្នុងការប្រើប្រាស់ទៀតប៉ុន្តែប៉ុណ្ណោះអាច call ជាសំឡេង call ជាវីដេអូក៏បានដែរស្តៀងកម្មវិធីទំនាក់ទំនងបណ្ដាញសង្គមផ្សេងៗដែរដូចជា Messenger WhatsApp របស់ Facebook ឬកម្មវិធី Telegram TikTok WeChat ដូចនេះដែរហើយវីដេអូនេះ admin នឹងចែកជា3ជំហានដោយជំហានទី1គឺរបៀបក្នុងការបង្កើតគណនីតខ្លួនដើម្បីប្រើប្រាស់ជំហានទី2គឺការបង្កើតសហគមន៍ឬក៏ក្រុមជំហានទី3គឺនិយាយអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់និងលក្ខណៈពិសេសផ្សេងៗរួមទាំងជីវប្រវត្តិស្ថាបនិកជាណានិងបច្ចុប្បន្នភាពនៃការវិវត្តរបស់ app មួយនេះចូលរួមគាំទ្រការចែកម្លែកចំណេះដឹងសូមចុច Subscribe Channel ឬចុចរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗចុច Like និង Share បើសិនជាមានចម្ងល់ឬក៏មតិយោបល់ចូលរួមអាច Comment នៅក្នុងវីដេអូនេះបានកុំឲ្យខាតពេលវេលាយូរយើងតែអនុវត្តជំហានទី1ជាមួយគ្នាដើម្បីមានគណនីបាទ Cool App ប្រើប្រាស់យើងគ្រាន់តែមានទូរស័ព្ទដៃ Smartphone ហើយនឹងមាន SIM ទូរស័ព្ទមួយដែលប្រើប្រាស់ជាមួយក្រុមហ៊ុនណាមួយគឺយើងអាចបង្កើតបានហើយបាទអាចជា Android ឬ iOS ឬក៏ Tablet ឬក៏ Computer ក៏បានដែរយើងគ្រាន់តែចូលទៅទាញយកកម្មវិធី download បាទចូលទៅក្នុង App Store Play Store រួចចុចលើប៊ូតុង Search នៅក្រោមនេះវេពាក្យថា Cool App មកចុចលើ Cool App Messenger នេះមកកម្មវិធីនេះគឺ Cool App Co Ltd មានទំហំ37 MB អស់មកស្ដាប់បន្តិចយើងឃើញមានអ្នក download ដល់ទៅ 100k plus ហើយបន្តមកទៀតយើងចុចលើប៊ូតុង install មកបើយើងថ្មីរួចរងចាំវាដើរចប់ខ្ញុំកំពុងតែបង្ហាញបងប្អូននេះគឺតាមរយៈទូរស័ព្ទដៃ Smartphone Android ពេល download រួចចប់វាចូលក្នុងទូរស័ព្ទដៃឬឧបករណ៍របស់យើងចុចលើ icon Cool App ហ្នឹងមកដើម្បីបើកវាតទៀតយើងចុចលើពាក្យ continue ឬបន្តប៊ូតុង Q នៅក្រោមនេះតមកយើងវាយលេខទូរស័ព្ទយើងដែលកំពុងប្រើប្រាស់ចូលហើយចុច next ទៅកម្មវិធីនឹងផ្ញើសារលេខ6ខ្ទង់ចូលសារទូរស័ព្ទយើងយកវាមកបំពេញតទៀតយើងបង្កើតលេខសម្ងាត់ឬក៏ PIN code បាទអាចចាប់ពី4ខ្ទង់ទៅ6ខ្ទង់តមកវាយសារថ្មីម្ដងទៀតដើម្បីបញ្ជាក់2ដងដូចគ្នាតមកដាក់ឈ្មោះ profile យើងមកជាភាសាខ្មែរក៏បានអង់គ្លេសក៏បានរួចចុចលើរូបភាពប៊ូតុង photo ដើម្បីរើសរូប profile ណាមួយដែលយើងពេញចិត្តតពីរើសហើយយើងចុច done ឬក៏ save តមកវានឹងបង្ហាញថារួចរាល់យើងមាន profile ខ្លួនឯងហើយយើងអាចទំនាក់ទំនងមនុស្សដែលយើងស្គាល់ឬក៏អ្នកដែលមានកម្មវិធីប្រើដូចគ្នាអាចផ្ញើសារអាច call ជជែកផ្សេងៗបាទហើយអ្នកដែលមិនទាន់មានទេតើ download ហើយចុះឈ្មោះទើបអាចប្រើប្រាស់និងទំនាក់ទំនងអ្នកដែលមានកម្មវិធី Cool App ដូចគ្នាបានជាបន្តយើងរៀនកំណត់មុខងារខ្លះៗនៅក្នុង profile យើងបាទយើងបើកវាចេញបែបនេះយើងមើលរូប profile យើងដែលមាននៅក្នុងកម្មវិធីហ្នឹងនៅលើឆ្វេងដៃនេះចុចលើវាតមកយើងនឹងឃើញមានឈ្មោះយើងលេខទូរស័ព្ទបាទកន្លែងស្ដាំដៃ QR code នេះបើយើងចង់QR code ទៅមិត្តភ័ក្តិយើងអីយើងអាច copy link share link បាទកន្លែង color នេះយើងអាចដូរពណ៌បានបើយើងចង់ដូរណាហ្នឹងហើយ screenshot ក៏បានដែរខាងលើនេះគឺហើយខាងនេះកន្លែង scan បាទបើសិនយើងមានមិត្តភ័ក្តិដែលគាត់ប្រើអាហ្នឹងដែរយើងអាចចុចប៊ូតុង scan ហ្នឹងដើម្បី scan QR code គាត់បាទខ្ញុំ back ថយក្រោយវិញបន្តទៀតចុចកន្លែងសញ្ញារូបប៊ិចនេះបាទស្ដាំដៃក្រោមនេះកន្លែងប៊ិចនេះគឺអាចឲ្យយើងវាយរកឈ្មោះនរណាមួយដែលគាត់ប្រើ app ហ្នឹងដែរអញ្ចឹង search រកតាមលេខទូរស័ព្ទតាមឈ្មោះគាត់បាទខ្ញុំ back មកវិញខាងក្រោមគេដាក់ setting បងប្អូនចុចកន្លែង setting សញ្ញារូបសោនេះបាទចុច account នេះកន្លែងនេះអាចដូរលេខសម្ងាត់បានបាទក្រោមនេះអាចដូរលេខទូរស័ព្ទបានបើសិនជាយើងដូរលេខអីឈប់ប្រើលេខចាស់ហ្នឹងនៅក្រោមគេដាក់ invite friend បាទយើងចុចលើវាអាហ្នឹងយើងផ្ញើ link ដើម្បីឲ្យមិត្តភ័ក្តិយើងអាច download បានណា share link ទៅបណ្ដាញសង្គមផ្សេងៗយើងចង់ឆាតយើងចុចកន្លែងប៊ូតុងឆាតនៅក្រោមឆ្វេងដៃនេះឃើញទេវាឲ្យយើងឆាតទៅបុគ្គលផ្សេងៗហើយខាងក្តារនេះគឺសញ្ញារូបទូរស័ព្ទនេះ call បាទយើងអាច call ជាសំឡេង call ជាវីដេអូបាននៅកន្លែងនេះចុចសញ្ញាលេខបូកសញ្ញារូបទូរស័ព្ទដៃនេះឃើញទេមានឈ្មោះនរណាគេដែលមានប្រើដែរយើងចង់ call ទៅគាត់អាច call ជាលក្ខណៈសំឡេងក៏បានវីដេអូក៏បានដែរបាទឥឡូវខ្ញុំចូលទៅក្នុងឈ្មោះនរណាមួយបាទខ្ញុំចង់ឆាតពីនេះពីនោះណាអញ្ចឹងបងប្អូនមើលខាងក្រោមមានមុខងារច្រើនបាទមានយើងចុចសញ្ញាលេខបូកនៅស្ដាំដៃនេះវានឹងបង្ហាញឲ្យយើងបាទយើងអាចផ្ញើបាទជាទីតាំង location យើងណានេះផ្ញើជា contact យើងអានេះផ្ញើជា file ឯកសារផ្សេងបាទនេះផ្ញើជា gallery បាទអាចជារូបថតជាវីដេអូអញ្ចឹងណាយើងចុចវាទៅវាបង្ហាញយើងក្នុងនេះយើងអាចសរសេរផ្ញើសារបាទជាអក្សរបានគ្រប់យ៉ាងមានជា sticker ទីអីទេបាទក្រោមយើងអាច download sticker ដែលគេធ្វើថ្មីហើយដល់ពេលដែលយើងចុចលើឈ្មោះ profile យើងនេះបាទយើងនឹងឃើញកន្លែងឲ្យយើងអាច edit បាទកែរូប profile យើងបានបើយើងចង់កែ
ต่อมาទៀតយើងមើលខាងក្រោមគេដាក់ username សញ្ញាអក្សរ A វត្តកតុយនេះបើសិនជាយើងមកចង់ដូរយើងអាចដូរបាន username នេះ username វាអត់ទៅជាន់គ្នាទេបើសិនជាជាន់គ្នាវាអត់ឲ្យទេបាទបើសិនជាយើងវាយឈ្មោះទៅជាន់នេះយើងអាចថែមលេខថែមអក្សរឲ្យពីក្រោយបាន username នេះវាមានប្រយោជន៍ក្នុងការឲ្យគេ search រកយើងណាហើយនៅខាងក្រោមឈ្មោះយើងហ្នឹងគឺជាកន្លែងដែលយើងអាចវាយពាក្យពេចន៍ណាដែលយើងចង់សរសេរណាមកខ្លីៗហ្នឹងទៅបាទពេលនេះយើងបញ្ចប់ជំហានទី1ហើយយើងចូលដល់ជំហានទី2ម្ដងរបៀបបង្កើតសហគមន៍ឬក៏ក្រុមយើងធ្វើមិនខ្លះបាទអញ្ចឹងនៅក្នុងនេះយើងមានកន្លែងចូលច្រើនបាទចុចសញ្ញារូបខ្មៅដៃនេះក៏មានដែរគេដាក់ new group ឲ្យយើងបង្កើតក្រុមបានបាទអញ្ចឹងក្រោមគេដាក់ find username បាទអញ្ចឹង username មានប្រយោជន៍មានអ្នកដតីចង់រកយើងរកគេវាយ username មកវាចេញមកអត់ជាន់គ្នាទេក្រោមគឺយើងរកនរណាមួយដោយលេខទូរស័ព្ទបាទគឺមាន3ជម្រើសបាទខ្ញុំបែកថយក្រោយវិញបាទវិធីមួយទៀតយើងអាចបង្កើតក្រុមបានឬក៏សហគមន៍បានចុចនៅខាងលើបាទស្ដាមដៃនេះបាទយើងមានពាក្យ new group ដូចគ្នានេះអញ្ចឹងខ្ញុំចុចលើ new group នៅប្រឡោះនេះវាឲ្យយើងវាយឈ្មោះនរណាមួយដែលចង់ add ជាសមាជិកឲ្យហើយបើអត់មានទេយើងចុចរំលងចុចបន្តយកពាក្យថា skip ជាបន្តទៀតយើងវាយឈ្មោះសហគមន៍បាទឬក៏ក្រុមយើងចង់ដាក់ភាសាខ្មែរក៏បានអង់គ្លេសក៏បានតមកយើងចុចពាក្យថា create នៅស្ដាមដៃនេះតទៅចុចពាក្យ create មកវាកន្លែងនេះវាឲ្យយើងបើកមកមុខងារ approval new member អញ្ចឹងយើងចុចបើកវាដើម្បីយើងអាច add សមាជិកចូលថ្មីបានណា back វិញបាទអញ្ចឹងយើងបង្កើតក្រុមហើយបាទតមកខ្ញុំចុចលើឈ្មោះក្រុមខាងលើនេះនេះជាក្រុមសហគមន៍មួយបាទអញ្ចឹងខ្ញុំចង់ edit វាចុចសញ្ញាប៊ិចនៅលើស្ដាមដៃនេះបាទនេះឈ្មោះក្រុមយើងចង់កែកុននេះបានខាងក្រោមគឺអធិប្បាយអំពីក្រុមយើងបាទអញ្ចឹងខ្ញុំសេហើយខ្ញុំ copy ផាសយកតែម្ដងបាទបន្ទាប់ពីយើងផាសហើយឥឡូវយើងចង់ដូររូប profile បាទអត់ទាន់ដាក់ profile ទេអញ្ចឹងចុច select វារើសយក photo បាទរករូបណាដែលយើងចង់ដាក់មកបាទយករូបនេះដែលខ្ញុំជ្រើសរើសហើយខ្ញុំចុចសញ្ញា tick នៅក្រោមស្ដាមដៃនេះហើយយើងអាចសេរីបាននៅលើនេះគេនេះសេរីឆ្វេងស្ដាមវិលជុំអីតមកចុច OK តមកចុច save បាទអញ្ចឹងដូររូប profile ហើយគ្រប់យើងសហគមន៍យើងតមកចុច save នៅក្រោមស្ដាមដៃនេះរួចរាល់បាទខ្ញុំអស់ឡើងលើតិចឥឡូវយើងបង្កើតក្រុមហើយយើងមានសមាជិកតែខ្លួនឯងមួយទេបើយើងចង់ add ក្រុមចូលនេះបាទខ្ញុំចុច add member នេះដើម្បីរកសមាជិកណាដែលយើងគាត់ចង់ចូលក្រុមដែរឧទាហរណ៍យើងស្គាល់បុគ្គល3 4នេះខ្ញុំឧទាហរណ៍អញ្ចឹងខ្ញុំចុច select វា add បាទយើង add ពេលក្រោយក៏បានតមកចុច add ដល់ហើយរួចរាល់សមាជិក add ចូល4នាក់ទៀតហើយខ្ញុំចុច back ថយក្រោយវិញបាទអញ្ចឹងខ្ញុំ say hello មួយផ្ញើសារឲ្យក្នុងនេះយើងអាចជជែកគ្នាអីដូចក្រុម Telegram ដូចក្រុម Messenger ដូចគ្នាបាទ send sticker ផ្ញើសារសំឡេងផ្ញើសាររូបភាពអីស្រេចចិត្តយើងបាទខ្ញុំចុច back ថយក្រោយវិញអញ្ចឹងយើងបានឈ្មោះក្រុមមួយហើយនេះក្រុមពេលយើងបើកកម្មវិធី Cool App ចុចលើក្រុមនឹងមកសហគមន៍យើងហ្នឹងឃើញមានសមាជិក5នាក់នេះបាទយើងអាចជជែកគ្នាអីស្រេចចិត្តយើងឥឡូវយើងចុចសញ្ញាត្រេ3នៅលើស្ដាមដៃដើម្បីចូលទៅមើល group setting បាទចុចលើវាហើយមានពាក្យថា group setting នេះបាទអញ្ចឹងយើងអាចកំណត់មុខងារផ្សេងបាទខ្ញុំអស់ឡើងលើបន្តិចបាទខាងក្រោមឃើញគេដាក់ថាលើ group link ហ្នឹងមកយើងបើកពាក្យថា group link ហ្នឹងដើម្បីអាច share link ហ្នឹងទៅអ្នកខាងក្រៅបានណាបើសិនជាគេចង់ចូល group សហគមន៍មួយយើងណាខ្ញុំចុចលើ share វិញតោះមកយកពាក្យ copy ឬក៏យើងចុច share send ទៅបណ្ដាញសង្គមផ្សេងក៏បានដែរដូចជា Telegram Facebook Messenger អីណាបាទខ្ញុំឧទាហរណ៍ខ្ញុំ share ទៅនេះចុះជា link group របស់យើងហ្នឹងពេលណាគេចង់ចូលចុចនឹងមកវាចូលដល់ group យើងបាទយើងចុច approve បានណាទទួលសមាជិកថ្មីអញ្ចឹងណាជំហានទី2ក៏ដល់ទីបញ្ចប់បាទរបៀបបង្កើតក្រុមឬសហគមន៍ហើយនឹងរបៀបប្រើប្រាស់បាទឥឡូវយើងតទៅជំហានទី3និយាយអំពីរឿងប្រវត្តិ Cool App និងលក្ខណៈពិសេសការប្រើប្រាស់និងបច្ចុប្បន្នភាពម្ដងកម្មវិធី Cool App ប្រើប្រាស់មុខងារ end-to-end encryption ដើម្បីធានាថាទិន្នន័យនិងការហៅចេញមានសុវត្ថិភាពបំផុតគឺជាបណ្ដាញសង្គមថ្មីមួយដែលបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធនិងមានមុខងារជាច្រើនរួមមាន chat call video ដោយប្រើប្រាស់ស្តង់ដារអន្តរជាតិទិន្នន័យ data និង call ស្ថិតក្នុងលក្ខណៈ encryption និងសុវត្ថិភាពទាំងអស់ដោយប្រើប្រាស់ប្រព័ន្ធ Internet Local DIX ដែលធ្វើឲ្យការ call ស្ដាប់សំឡេងច្បាស់និង chat ផ្ញើសាររូបភាពសារអក្សរសារសំឡេងវីដេអូនឹងមានភាពរហ័សច្បាស់ល្អព្រោះអ៊ីនធឺណិតមិនចេញទៅក្រៅប្រទេសកម្មវិធីបណ្ដាញទំនាក់ទំនងរបស់ខ្មែរ Cool App អាចប្រើប្រាស់ជុំវិញពិភពលោកជាពិសេសបំផុតគឺអាចប្រើប្រាស់នៅប្រទេសចិនដោយសេរីមិនត្រូវការកម្មវិធីជំនួយ VPN នោះទេ
ហើយកម្មវិធីមួយនេះនៅតែបន្តអភិវឌ្ឍបាទមុខងារបន្ថែម feature ថ្មីៗចេញ version ជាបន្តបន្ទាប់ដើម្បីប្រកួតប្រជែងក៏ដូចជាផ្ដល់លក្ខណៈងាយស្រួលឲ្យដូចជាបណ្ដាញសង្គមធំៗលើពិភពលោកដែរបើគិតត្រឹមពាក់កណ្ដាលខែឧសភាឆ្នាំ2025នេះអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនង Cool App បានកើនឡើងដល់ជិតកន្លះលានអ្នកហើយលោកលឹមជាវត្ថាជាស្ថាបនិកនិងជាអគ្គនាយកបណ្ដាញសង្គមទំនាក់ទំនង Cool App បានឲ្យដឹងថារហូតដល់ពេលនេះចាប់តាំងពីដាក់ឲ្យដំណើរការរយៈពេលប្រមាណជិត11ខែមកនេះបណ្ដាញសង្គមទំនាក់ទំនង Cool App ត្រូវបានទាញយកប្រមាណជិត50,000នាក់ហើយខណៈ Cool App មិនបានតាមដានមិនប្រមូលឬរក្សាទុកទិន្នន័យអ្នកប្រើប្រាស់នោះឡើយលោកអាងថា Cool App ប្រើប្រាស់មុខងារ end-to-end encryption ដើម្បីធានាទិន្នន័យនិងការហៅចេញដោយសុវត្ថិភាពបំផុតការកើនឡើងនៃអ្នកទាញយក download ប្រើប្រាស់កម្មវិធី Cool App នេះបន្ទាប់ពីសម្ដេចតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជាបានប្រកាសឲ្យថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់ប្រើប្រាស់ Cool App សម្រាប់ទំនាក់ទំនងគ្នាក្នុងដែនសុវត្ថិភាពរបស់ខ្មែរនិងជាមោទនភាពជាតិយើងការប្រកាសរបស់សម្ដេចតេជោហ៊ុនសែនឲ្យមានចលនាប្រើប្រាស់បណ្ដាញទំនាក់ទំនង Cool App នេះបានធ្វើឡើងនៅក្នុងមហាសន្និបាតគណៈកម្មការកណ្ដាលរបស់គណៈបកប្រជាជនកម្ពុជានៅវិមាន7មករារាជធានីភ្នំពេញនាព្រឹកថ្ងៃទី26ខែមករាឆ្នាំ2025កន្លងមកសម្ដេចតេជោហ៊ុនសែនបានថ្លែងថា Cool App ងាយស្រួលប្រើថ្ងៃមុនខ្ញុំបានផ្ញើសារ forward មានទាំងរូបភាពនិងវីដេអូជាង100រូបទៅកាន់មនុស្ស42នាក់ដើរលឿនតែម្ដងប៉ុន្តែ Cool App យើងអាចផ្ញើដល់មនុស្ស50នាក់ឯណោះដោយឡែកពេល call និយាយតាម Cool App ប្រើអ៊ីនធឺណិតតិចហើយច្បាស់ដូច្នេះមន្ត្រីបករបស់យើងនាំគ្នាបង្កើតក្រុមដើម្បីទំនាក់ទំនងគ្នាសម្ដេចមានប្រសាសន៍ថាការប្រើប្រាស់វីដេអូ call តាមរយៈ Cool App គឺប្រើអ៊ីនធឺណិតតិចណាស់បើធៀបនឹងកម្មវិធីផ្ញើសារបរទេសដូចជា WhatsApp Telegram ឬក៏ LINE ជាដើមដើម្បីទទួលបានមុខងារឬក៏ feature ថ្មីៗដែលអាប់ដេតជាបន្តបន្ទាប់ប្រិមិត្តកុំភ្លេចបើឧស្សាហ៍ចូលទៅក្នុង App Store Play Store ដើម្បីអាប់ដេតឬក៏បើកមុខងារ Auto Update ក៏បានដែរឬក៏អាចទំនាក់ទំនងសួរព័ត៌មានបន្ថែមតាមរយៈ Call Center ឬក៏តាមដានលើ Facebook Page របស់ Cool App Messenger ដែលមានការ support ជាប្រចាំនេះជាមោទនភាពមួយដែលខ្មែរយើងមានបណ្ដាញសង្គមទំនាក់ទំនងប្រើប្រាស់បង្កើតឡើងដោយខ្លួនឯងងាយស្រួលក្នុងការទំនាក់ទំនងគ្នាបាទជៀសវាងការប្រើប្រាស់បណ្ដាញសង្គមបរទេសទាំងអស់បាទថ្ងៃក្រោយគេធ្វើទុកបុកម្នេញគេបិទគេអីទៅពិបាកបាទកន្លងមកឃើញមានច្រើនបាទដូចជាកម្មវិធី Telegram តាមវិធី TikTok បាទត្រូវបានប្រទេសមួយចំនួនបិទមិនឲ្យប្រើប្រាស់អីចឹងទៅដូច្នេះយើងជាកូនខ្មែរគួរតែមានមោទនភាពហើយចូលរួមគ្រប់គ្រងនិងប្រើប្រាស់ទាំងអស់គ្នាបាទវីដេអូក៏ដល់ទីបញ្ចប់បាទខ្ញុំបាទសូមអខន្តីអភ័យទោសបើមានកំហុសឆ្គងពាក្យសម្ដីអចេតនាណាមួយហើយក៏ជួបគ្នានៅវីដេអូថ្មីលើកក្រោយទៀតអរគុណជម្រាបលា